ព្រះសម្មាសម្ពុទ្ធមិនមែនទើបតែកើតនៅក្នុងជាតិនេះឡើយជាតិកំណើតដំបូងរបស់ព្រះសម្មាសម្ពុទ្ធដែលតាំងប្រាថ្នានៅក្នុងការក្លាយទៅជាព្រះសម្មាសម្ពុទ្ធនោះមានមនុស្សភាគច្រើនដែលមិនដែលបានដឹងការពិតទៅព្រះសម្មាសម្ពុទ្ធសាមណគោតមដែលយើងបានឮជាប្រចាំព្រះអង្គមិនមែនទើបតែកើតនៅក្នុងជាតិនេះតែមួយជាតិហើយបានត្រាស់ដឹងធម៌ក្លាយទៅជាព្រះសម្មាសម្ពុទ្ធនោះទេក៏ប៉ុន្តែការពិតនោះគឺត្រូវវិលត្រឡប់ថយក្រោយកាលពី20អសង្ខ័យនិង100,000ផែនដីកន្លងរួចទៅហើយគឺព្រះអង្គបន្ទាប់ពីបានត្រាស់ដឹងហើយព្រះអង្គក៏បានរលឹកជាតិថយក្រោយឃើញថាមុនពេលព្រះអង្គបានត្រាស់ដឹងនេះព្រះអង្គមានជាតិកំណើតដែលបានធ្លាប់កើតទៅជាមនុស្សនោះច្រើនអនេកច្រើនជាងគ្រាប់ខ្សាច់នៅក្នុងមហាសមុទ្រទូទាំងពិភពលោកទៅទៀតឥឡូវយើងសាកគិតទៅមើលថាគ្រាប់ខ្សាច់ដែលនៅក្នុងមហាសមុទ្រទូទាំងពិភពលោកនោះមានចំនួនប៉ុន្មានគ្រាប់ក៏ប៉ុន្តែព្រះអង្គរលឹកជាតិថយក្រោយឃើញថាព្រះអង្គបានកើតជាមនុស្សនោះគឺមានចំនួនជាតិច្រើនជាងគ្រាប់ខ្សាច់នៅក្នុងមហាសមុទ្រទូទាំងពិភពលោកទៅទៀតនៅពេលដែលព្រះអង្គរលឹកជាតិថយក្រោយចំនួនជាតិដ៏ច្រើនដល់ថ្នាក់នឹងយើងនឹងបានឃើញថាព្រះសម្មាសម្ពុទ្ធសាមណគោតមរបស់យើងនៅក្នុងជាតិនេះកាលពីជាតិមុននោះព្រះអង្គគ្រាន់តែជាមនុស្សធម្មតាម្នាក់មិនខុសអ្វីពីយើងគ្រប់គ្នាឡើយគឺលោកគ្មានស្គាល់ពាក្យឡើយថាច្បាប់ធម្មជាតិគ្មានស្គាល់ពាក្យថាព្រះនិព្វានហើយក៏មិនដែលនឹកគិតថានឹងចង់រួចផុតចាកទុក្ខអំពីវដ្តសង្សារនេះឡើយគឺលោកគ្រាន់តែជាបុរសម្នាក់ដែលគ្រាន់តែរកវិធីនៅក្នុងការប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតក្នុងការសាងប្រាក់ចំណូលតែប៉ុណ្ណោះប៉ុន្តែតើអ្វីទៅដែលជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យព្រះអង្គនៅក្នុងពេលនោះពីមនុស្សធម្មតាម្នាក់ដែលមិនខុសអ្វីពីពួកយើងគ្រប់គ្នានោះប៉ុន្តែព្រះអង្គមានផ្នត់គំនិតក្នុងការគិតប្រាថ្នាក្នុងការចង់ចាកចេញរួចផុតអំពីឧបសគ្គយ៉ាងធំធេងក្រៃលែងជាឧបសគ្គរបស់ភពជាតិប្រមាណមិនបានរហូតដល់ព្រះអង្គបានក្លាយទៅជាព្រះសម្មាសម្ពុទ្ធចំណុចចាប់ផ្ដើមរបស់ព្រះអង្គនោះគឺវិលត្រឡប់ថយក្រោយកាលពី20អសង្ខ័យនិង100,000ផែនដីមុននៅពេលនោះព្រះអង្គគឺជាបុរសម្នាក់ដែលមានជីវភាពដើរកាប់ឆ្ការព្រៃដើរជីកដីរករបស់អ្វីៗផ្សេងនៅក្នុងព្រៃដើម្បីយកមកលក់តែប៉ុណ្ណោះហើយលោកក៏មានឪពុកម្ដាយប៉ុន្តែឪពុកម្ដាយរបស់គាត់ក៏បានបង្ខំឲ្យគាត់រៀបការប៉ុន្តែគាត់មានអារម្មណ៍គិតថាខ្លួនជាមនុស្សក្រីក្រទើបមិនចង់បានប្រពន្ធឡើយហើយគាត់ក៏បានរកស៊ីប្រឹងមើលថែចិញ្ចឹមឪពុកម្ដាយដែលបានចាស់ជរាក្រោយមកមិនយូរប៉ុន្មានឪពុករបស់គាត់ក៏បានធ្លាក់ខ្លួនឈឺហើយក៏បានស្លាប់ទៅនៅសល់តែម្ដាយហើយនឹងគេដែលជាកូនតែប៉ុណ្ណោះនៅពេលនោះធ្វើឲ្យបុរសម្នាក់នេះកាន់តែខំប្រឹងខ្លាំងឡើងជាងមុនដោយសារតែឪពុករបស់គាត់បានស្លាប់បាត់ទៅហើយដូច្នេះលោកត្រូវប្រឹងប្រែងជាងមុនដើម្បីចិញ្ចឹមម្ដាយដែលបានចាស់ជរាហើយមានថ្ងៃមួយបន្ទាប់ពីលោកត្រឡប់មកពីក្នុងព្រៃក៏បានឃើញសំពៅដ៏ធំមួយចូលមកចតនៅកំពង់ផែដោយគាត់មានជីវភាពក្រីក្រលំបាកនោះគាត់ក៏បានគិតនៅក្នុងចិត្តថាយើងរាល់ថ្ងៃនេះនៅមានកម្លាំងពេញអញ្ចឹងយើងគួរតែរកអាជីពណាឲ្យវាល្អជាងនេះអាចរកប្រាក់ចំណូលឲ្យបានច្រើនក្រែងលោមានអាជីពណាដែលប្រសើរជាងការចូលទៅក្នុងព្រៃរករបស់ដើម្បីយកមកលក់នៅពេលដែលគិតដូច្នេះហើយគេក៏បានទៅដាក់ពាក្យសុំបម្រើការងារនៅលើសំពៅបន្ទាប់មកម្ចាស់សំពៅក៏បានអនុញ្ញាតឲ្យបុរសម្នាក់នោះទៅធ្វើការជាមួយក៏ប៉ុន្តែបុរសម្នាក់នោះក៏មិនចង់ទុកម្ដាយឲ្យនៅចោលម្នាក់ឯងព្រោះមិនមានអ្នកណាមើលព្រោះចាស់ជរាទៅហើយគេក៏បានសុំម្ចាស់សំពៅនាំម្ដាយរបស់គេទៅរស់នៅលើសំពៅជាមួយគេផងដែរដោយលោកសេដ្ឋីដែលជាម្ចាស់សំពៅមើលឃើញពីភាពកតញ្ញូតស៊ូរបស់បុរសម្នាក់នេះលោកក៏បានអនុញ្ញាតឲ្យគេធ្វើការដោយការយកម្ដាយទៅនៅជាមួយដែរបុរសម្នាក់នេះក៏បានរស់នៅលើសំពៅធ្វើការនៅលើសំពៅដោយមិនដឹងឡើយថាចាប់តាំងពីពេលនេះតទៅជីវិតរបស់គេនឹងផ្លាស់ប្ដូរជារៀងរហូតដោយរបៀបណាក្រោយមកសំពៅដ៏ធំរបស់អ្នកមុខជំនួញដែលបុរសម្នាក់នោះបានឡើងអមជាមួយនឹងម្ដាយរបស់គេក៏បានចេញដំណើរទៅតាមមហាសមុទ្រដ៏ធំល្វឹងល្វើយនោះតើបន្តទៀតជីវិតរបស់គេនឹងទៅជាយ៉ាងណាតើចំណុចចាប់ផ្ដើមរបស់បុរសម្នាក់នេះហេតុអ្វីបានជាលោកក្លាយទៅជាព្រះសម្មាសម្ពុទ្ធមួយអង្គនៅក្នុងពេលអនាគតបានតើកើតឡើងដោយរបៀបណាទៅរឿងនោះគឺបន្ទាប់ពីបុរសម្នាក់នោះបានធ្វើការនៅលើសំពៅដែលអណ្ដែតនៅលើចលសាផ្ទៃមហាសមុទ្រជីវិតរបស់បុរសម្នាក់នេះក៏មានជីវភាពធូរធារជាងមុនគេក៏មានលុយកាក់កាន់តែច្រើនជាងមុនហើយយកមកចិញ្ចឹមមាតារបស់គេឲ្យល្អប្រសើរឡើងដោយភាពកតញ្ញូរបស់គេធ្វើឲ្យជីវិតរបស់គេកាន់តែធូរប៉ុន្តែសំណាងល្អមិនបានយូរប៉ុន្មានសំពៅដែលបានចេញដំណើរទៅតាមមហាសមុទ្រនោះបានតែប៉ុន្មានថ្ងៃក្រោយមកនៅក្នុងយប់មួយក៏មានព្យុះដ៏កំណាចបោកបក់ព្យុះភ្លៀងស្ទើរតែបាក់មេឃធ្វើឲ្យបុរសម្នាក់នោះបានដឹងអំពីហេតុការណ៍ក៏បានចូលទៅរកម្ដាយរបស់ខ្លួនដោយមានការបារម្ភយ៉ាងខ្លាំងអស់ពីជីវិតដោយមានសេចក្តីភិតភ័យតក់ស្លុតយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមកថាតើម្ដាយរបស់គេនឹងទៅជាយ៉ាងណាបើសិនជាសំពៅលិចដោយភាពភ័យខ្លាចតក់ស្លុតរន្ធត់អស់ពីជីវិតនោះវាក៏បានកើតឡើងពិតប្រាកដ
សោកនាដកម្មក៏បានកើតឡើងមហាសំពៅមុខជំនួញដ៏ធំត្រូវបានខ្យល់ព្យុះបោកបក់រហូតខ្ទេចខ្ទីនៅកណ្ដាលសមុទ្រនៅក្នុងយប់ងងឹតឈឹងមួយដែលជាពេលវេលាគ្មានពន្លឺព្រះអាទិត្យបំភ្លឺសូម្បីតែបន្តិចសូម្បីតែពន្លឺព្រះច័ន្ទក៏មិនមានដែរមានតែផ្គរលាន់ហើយនឹងពន្លឺភ្លេងបន្ទោព្រាកអមជាមួយនឹងព្យុះភ្លៀងធ្វើឲ្យសំពៅដ៏ធំនោះបានលិចចូលទៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយចំណែកបរិសម្នាក់នេះដោយគេមានស្មារតីនៅល្អគេក៏ស្ពាយមេដារបស់គេខំប្រឹងអស់ពីជីវិតដើម្បីហែលនៅក្នុងមហាសមុទ្រដ៏ធំល្វឹងល្វើយដែលរកត្រើយមិនឃើញនោះនៅពេលដែលគេហែលយកមេដារបស់គេទៅបានតែបន្តិចពន្លឺភ្លេងបន្ទោព្រាកបរិសម្នាក់នោះក៏បានងាកក្រោយក៏បានមើលឃើញអំពីមនុស្សទាំងឡាយនៅក្នុងសំពៅនោះកំពុងតែហែលប្រវេប្រវាដើម្បីធ្វើយ៉ាងណាឲ្យរួចផុតអំពីជីវិតក៏ប៉ុន្តែមួយសន្ទុះក្រោយមកទៀតពន្លឺភ្លេងបន្ទោព្រាកម្ដងទៀតដែលបានជះនៅលើផ្ទៃមហាសមុទ្រនោះបរិសម្នាក់នោះក៏បានងាកទៅម្ដងទៀតស្រាប់តែគេលែងឃើញអ្វីទាំងអស់ឃើញតែឈាមក្រហមអណ្ដែតត្រៀបត្រានៅលើផ្ទៃមហាសមុទ្រដោយមានត្រីធំជាច្រើនដែលធំក្លិនឈាមនោះបានចូលទៅខំទៅស៊ីមនុស្សដែលបានហែលនៅបរិវេណក្បែរសំពៅលិចនោះគ្មានសល់ធ្វើឲ្យបរិសម្នាក់នេះមានភាពភ័យខ្លាចតក់ស្លុតកាន់តែខ្លាំងឡើងគេក៏បានខំប្រឹងហែលឲ្យរួចផុតអំពីវងត្រីដ៏កំណាចប្រឹងស្ទើរតែអស់ពីជីវិតជាមួយនឹងកម្លាំងតស៊ូដោយភាពភ័យខ្លាចតក់ស្លុតអមជាមួយនឹងការស្ពាយមេដាផងនោះមិនយូរប៉ុន្មានគេក៏អស់កម្លាំងលហិតលហៃដៃជើងរបស់គេក៏ទន់ស្ទើរតែគ្មានកម្លាំងនៅក្នុងការហែលទៅបន្តទៀតដៃជើងរបស់គេទាំងឡាយស្ទើរតែលែងមានចលនាទៅហើយគ្រាន់តែគេផ្អាកហែលតែបន្តិចគេក៏បានឆ្លក់ទឹកហើយប្រឹងងើបម្ដងទៀតក៏ប៉ុន្តែកម្លាំងកំហែងរបស់គេស្ទើរតែលែងមានហើយនោះគេក៏បានគិតនៅក្នុងចិត្តថាបើយើងឈប់ហែលពេលណាយើងហើយនឹងម្ដាយច្បាស់ជាត្រូវស្លាប់ជាមិនខានតែបើយើងខំប្រឹងហែលបើហែលបែបណាទៅបើយើងមើលមិនឃើញកោះមិនឃើញត្រើយមើលមិនឃើញអ្វីសោះសូម្បីតែបន្តិចនោះក្នុងពេលដែលគេអស់កម្លាំងគេក៏កើតមានសេចក្តីសង្វេគហើយគិតនៅក្នុងចិត្តថាខ្លួនរបស់យើងជាមួយនឹងមិត្តរួមលោកហើយនឹងមនុស្សដែលមកនៅលើសំពៅនេះម្នាក់សុទ្ធតែរកស៊ីចិញ្ចឹមជីវិតដោយភាពសុចរិតត្រឹមត្រូវក៏ប៉ុន្តែចុងក្រោយបែរជាគ្មានអ្នកណាដែលអាចគេចផុតអំពីសេចក្តីស្លាប់បានឡើយបុព្វបុរសរបស់យើងលោកតាលោកយាយរបស់យើងឪពុករបស់យើងម្នាក់សុទ្ធតែលាចាកលោកដោយមិនអាចយកអ្វីទៅជាមួយបានសោះសូម្បីតែបន្តិចម្នាក់កើតមកសុទ្ធតែមានចតាកម្មជីវិតខុសគ្នាអ្នកខ្លះកើតមកសូម្បីតែរកអីហូបក៏ស្ទើរតែរកហូបមិនបានផងហើយអ្នកខ្លះទៀតកើតមកហើយពីការតាំងពីកំណើតតែអ្នកខ្លះវិញកើតមកបែរជាមានអ្វីគ្រប់បែបយ៉ាងបរិបូរណ៍នៅក្នុងជីវិតតើអ្វីទៅណដែលជាហេតុកំណត់ចតាជីវិតរបស់មនុស្សម្នាក់ហេតុអ្វីក៏ធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ខុសប្លែកគ្នាអ្វីម្លេះក៏ប៉ុន្តែបើទោះបីជាកើតមកល្អបរិបូរណ៍គ្រប់យ៉ាងបែបណាក៏ដោយក៏បានត្រឹមតែមានសេចក្តីសុខរយៈពេលខ្លីបណ្ដោះអាសន្នតែប៉ុណ្ណោះព្រោះនៅទីបំផុតម្នាក់សុទ្ធតែត្រូវចាស់ត្រូវឈឺត្រូវស្លាប់គ្រប់គ្នាម្នាក់ត្រូវបែកបាក់គ្នាព្រាត់ប្រាសត្រូវបាត់បង់របស់ជាទីស្រឡាញ់និងមនុស្សជាទីស្រឡាញ់ស្លាប់ចាកចោលគ្នាទាំងអស់ដោយមិនមានអ្នកណាដែលអាចគេចផុតអំពីសេចក្តីទុក្ខដ៏ធំធេងនេះបានឡើយគេចមិនរួចឡើយសូម្បីតែម្នាក់ហើយនៅក្នុងពេលនេះយើងកំពុងតែនៅក្នុងភាពងងឹតប៉ុន្តែនៅលើโลกនេះនៅពេលណាដែលមានយប់ងងឹតពេលដែលផុតពីងងឹតហើយរមែងភ្លឺបើទោះបីជាមានយប់ក៏រមែងមានពេលថ្ងៃមានពណ៌ខ្មៅតែក៏មានពណ៌សដូច្នេះដរាបណាមានសេចក្តីទុក្ខក៏គួរណាស់តែមានសេចក្តីសុខដែលជាអមតៈជានិរន្តរ៍បើទោះបីជាខណៈពេលនេះយើងជាអ្នកក្រីក្រលំបាកតោកយ៉ាកគ្មានសូម្បីតែផែនដីឈើនៅពីលើយើងក៏គ្មានដែរប៉ុន្តែយើងសូមតាំងសេចក្តីប្រាថ្នាថាយើងនឹងរកផ្លូវធ្វើយ៉ាងណាឲ្យរួចផុតអំពីសេចក្តីទុក្ខនេះឲ្យបានទោះបីជាយើងលះបង់ជីវិតប៉ុន្មានដងក៏ដោយយើងនឹងព្រមលះបង់ជីវិតរបស់យើងហើយបើដរាបណាយើងបានរួចផុតពីសេចក្តីទុក្ខនេះហើយយើងនឹងនាំមនុស្សនៅក្នុងโลกនេះឲ្យរួចផុតអំពីសេចក្តីទុក្ខនេះឆ្លងទៅដល់សេចក្តីសុខជាមួយយើងដែរបើយើងឆ្លងផុតបានពេលណាយើងនឹងនាំមនុស្សឲ្យរួចផុតតាមយើងដែរមហាសមុទ្រដែលរកកោះត្រើយមិនឃើញមិនខុសអ្វីអំពីការវិលវល់កើតស្លាប់របស់សត្វលោកទាំងឡាយឡើយតែទោះជាមហាសមុទ្រធំធេងល្វឹងល្វើយកម្រិតណាក៏រមែងមានច្រាំងរបស់មហាសមុទ្រយ៉ាងណាមហាសមុទ្រនៃជីវិតក៏ដូចគ្នាក៏គួរណាស់តែមានច្រាំងនោះគឺអមតៈនៃសេចក្តីសុខបរមសុខគឺព្រះនិព្វាននឹងឯងទោះជាត្រូវឆ្លងកាត់បែបណាក៏ដោយយើងនឹងទៅរកច្រាំងនៃសេចក្តីសុខនោះឲ្យបាននេះគឺជាជាតិដំបូងហេតុដំបូងដែលបរិសម្នាក់នេះគ្មានដើមទុនជីវិតអ្វីសោះគ្មានសូម្បីតែផែនដីដែលត្រូវឈរពីលើប៉ុន្តែគេបែរជាមានសេចក្តីប្រាថ្នាដ៏ធំធេងក្រៃលែងលើសអំពីមនុស្សលើសអំពីទេវតាព្រំណាទាំងអស់នេះហើយគឺជាដួងចិត្តប្រាថ្នានៅក្នុងការคล้ายទៅជាព្រះសម្មាសម្ពុទ្ធបន្ទាប់ពីនោះមកថាតើជីវិតរបស់គេនឹងទៅជាយ៉ាងណាហើយថាតើបុរសធម្មតាម្នាក់នេះនឹងត្រូវឆ្លងកាត់ឧបសគ្គលក្ខខណ្ឌអ្វីខ្លះទើបអាចបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធបានតាមដានវគ្គបន្តទៀត
នៅពេលនោះដួងចិត្តរបស់ព្រះពោធិសត្វក៏បានកើតឡើងកាលពី20អសង្ខ័យនិង100,000ផែនដីមុននោះបន្ទាប់ពីបរិសម្នាក់នោះបានតាំងសេចក្តីអធិដ្ឋាននៅក្នុងចិត្តថាគេនឹងឆ្លងឲ្យផុតអំពីមហាសមុទ្រទុកហើយបើបានឆ្លងផុតហើយគេនឹងនាំមនុស្សនៅក្នុងលោកឲ្យរួចផុតអំពីសមុទ្រទុកនោះផងដែរនៅពេលនោះដួងចិត្តនៃការគិតរបស់គេបែរជាខុសអំពីមនុស្សទូទៅធម្មតាបន្ទាប់ពីគេបានតាំងសេចក្តីអធិដ្ឋានដ៏ធំធេងក្រៃលែងលើសអំពីមនុស្សលើសអំពីទេវតានិងព្រហ្មណាទាំងអស់គេហ៊ានធ្វើសេចក្តីប្រាថ្នាអធិដ្ឋានដ៏ធំធេងនៅក្នុងមហាសមុទ្របន្ទាប់មកគេក៏បានបួងសួងដោយបុណ្យកុសលទាំងឡាយដែលគេធ្លាប់បានធ្វើកន្លងមករួមទាំងបុណ្យកុសលដែលគេបានស្ពាយម្ដាយរបស់គេហែលឆ្លងកាត់មហាសមុទ្រនេះសូមឲ្យគេមានកម្លាំងនៅក្នុងការហែលនាំម្ដាយឆ្លងឲ្យផុតអំពីសមុទ្រពិតនិងមហាសមុទ្រជីវិតផងចុះគឺការឆ្លងឲ្យផុតអំពីវដ្តសង្សារបើគេបានសម្រេចហើយគេនឹងនាំមនុស្សនៅក្នុងលោកទៅរកសេចក្តីសុខជាមួយគេដែរដោយគេនឹងមិនទៅរកសេចក្តីសុខតែម្នាក់ឯងឡើយនៅពេលនោះបន្ទាប់ពីគេបានអធិដ្ឋានចិត្តរួចហើយគេបែរជាមានកម្លាំងចិត្តគេបែរជាមានធម៌ពលដ៏ខ្លាំងក្លាក្រៃលែងលើសអំពីមនុស្សធម្មតាធ្វើឲ្យគេអាចហែលទឹកឆ្លងកាត់មហាសមុទ្រពិតនោះគេបានហែលទឹកសមុទ្រស្ពាយម្ដាយរបស់គេប៉ុន្មានថ្ងៃក្រោយមកគេក៏បានមើលឃើញអំពីច្រាំងសមុទ្រហើយក៏បាននាំម្ដាយរបស់គេឡើងទៅលើច្រាំងបានសម្រេចដោយបរិសម្នាក់នេះគេបានហែលឆ្លងផុតអំពីសមុទ្រពិតនៅក្នុងចិត្តនោះបានសម្រេចតាមសេចក្តីប្រាថ្នាបន្ទាប់មកគេក៏បានបួងសួងអធិដ្ឋានចិត្តបន្ថែមទៀតថាសមុទ្រពិតអាចឆ្លងរួចហើយប៉ុន្តែសូមឲ្យអាចឆ្លងផុតអំពីមហាសមុទ្រជីវិតគឺសង្សារវដ្តបានទៀតផងចុះហើយក៏នាំមនុស្សឲ្យរួចផុតអំពីមហាសមុទ្រជីវិតនោះផងដែរក៏ប៉ុន្តែមិនយូរប៉ុន្មានម្ដាយរបស់គេក៏បានលាចាកលោកទៅតែដួងចិត្តរបស់បរិសម្នាក់នេះក៏បានដកជាប់នៅក្នុងចិត្តរបស់គេជាប់គ្រប់ភពគ្រប់ជាតិនៅពេលណាដែលគេកើតជាតិណាឡើងមកឲ្យតែគេធ្វើសេចក្តីល្អអ្វីក៏ដោយមិនថាការលះបង់ទ្រព្យរួមទាំងការលះបង់នៅអវយវៈលះបង់គ្រាប់ភ្នែកបរិច្ចាគឈាមជាទានដើម្បីជួយអ្នកដទៃឬក៏សូម្បីតែគេត្រូវលះបង់ជីវិតដើម្បីជួយអ្នកដទៃក៏ដោយគេនឹងតាំងសេចក្តីអធិដ្ឋាននៅក្នុងចិត្តដដែលនោះគឺសូមឲ្យគេអាចឆ្លងផុតអំពីមហាសមុទ្រជីវិតគឺវដ្តសង្សារហើយជួយឲ្យអ្នកដទៃអាចរួចផុតអំពីមហាសមុទ្រជីវិតនោះផងដែរហើយគ្រប់ពេលដែលគេកើតគ្រប់ភពគ្រប់ជាតិណាក៏ដោយគេនៅតែគិតបែបនេះរហូតដល់7អសង្ខ័យដូច្នេះមិនថាគេកើតទៅជាអ្វីក៏ដោយគេនឹងមាននាមមួយទៀតថាឈ្មោះថាពោធិសត្វរហូតកន្លងទៅ7អសង្ខ័យបរិសម្នាក់នេះក៏មានសេចក្តីល្អកាន់តែខ្លាំងឡើងកាន់តែក្រៃលែងថែមទៀតដោយពាក្យអធិដ្ឋានដដែលនេះគេចាប់ដើមលែងអធិដ្ឋាននៅក្នុងចិត្តតែម្យ៉ាងក៏ប៉ុន្តែគេបានពោលវាចាលន់វាចាប្រាប់អ្នកដទៃឲ្យមនុស្សទេវតារួមទាំងព្រំបានដឹងឮផងថាការធ្វើសេចក្តីល្អទាំងឡាយការលះបង់គ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់គេគឺគេប្រាថ្នានៅក្នុងការចាក់ចែងឲ្យផុតអំពីវដ្តសង្សារនៅពេលដែលគេឆ្លងផុតរួចហើយគេនឹងជួយអ្នកដទៃឲ្យរួចផុតទៅជាមួយដែរទោះបីជាគេកើតមកគ្រប់ភពគ្រប់ជាតិណាក៏ដោយកើតទៅជាអ្វីក៏ដោយគេក៏ធ្វើសេចក្តីល្អលះបង់ជីវិតគ្រប់ពេលដែលគេធ្វើសេចក្តីល្អហើយគេតែងតែពោលវាចាលន់វាចាហើយប្រកាសទៅឲ្យមនុស្សនិងទេវតារួមទាំងព្រំទាំងឡាយបានដឹងថាគេនឹងចាក់ចេញឲ្យផុតអំពីវដ្តសង្សារហើយនាំអ្នកដទៃឲ្យរួចផុតទៅជាមួយដែរគ្រប់ភពគ្រប់ជាតិដែលគេបានកើតមកគេនឹងមាននាមឈ្មោះថាពោធិសត្វជារៀងរហូតតទៅដូច្នេះការតាំងសេចក្តីប្រាថ្នាអធិដ្ឋានដើម្បីក្លាយទៅជាព្រះសម្មាសម្ពុទ្ធនោះគឺការឆ្លងឲ្យផុតអំពីវដ្តសង្សារហើយនាំអ្នកដទៃនៅក្នុងលោកទៅជាមួយដែរគឺជាសេចក្តីប្រាថ្នាដ៏ធំធេងក្រៃលែងដូច្នេះមិនថាអ្នកណាក៏ដោយចុះដែលមានសេចក្តីប្រាថ្នាបែបនេះទាំងគិតនៅក្នុងចិត្តទាំងលន់វាចាប្រាប់គេឯងឲ្យដឹងបើទោះបីជាគេត្រូវបដូរដោយជីវិតក៏ដោយគេនឹងមិនបោះបង់សេចក្តីព្យាយាមហើយបុគ្គលម្នាក់នោះក៏មានឈ្មោះថាជាព្រះពោធិសត្វភ្លាមព្រះពោធិសត្វមានចំនួនច្រើនណាស់នៅក្នុងលោកនាពេលបច្ចុប្បន្នហើយលោកដែលយើងរស់នៅសពថ្ងៃនេះការពិតទៅក៏មិនមែនមានតែភពផែនដីយើងតែមួយប៉ុណ្ណោះដែរព្រះសម្មាសម្ពុទ្ធព្រះអង្គត្រួតមើលដោយញាណទស្សនៈក៏បានឃើញយ៉ាងច្បាស់ថាការពិតទៅចក្រវាលដែលយើងកំពុងតែរស់នៅនេះគឺមានអនន្តចក្រវាលគឺមានមនុស្សរស់នៅមានភពផែនដីដូចយើងមានផែនដីមានសមុទ្រមានមនុស្សរស់នៅក្នុងលោកផ្សេងទៀតរាប់សែនលានកោដចក្រវាលគឺអនន្តចក្រវាលក៏ប៉ុន្តែចក្រវាលនីមួយៗនៅឃ្លាតឆ្ងាយពីគ្នាដែលលើសពីវិស័យរបស់យានពាហនៈឬក៏សូម្បីតែយានអវកាសទាំងឡាយធម្មតាទៅដល់ដូច្នេះកាលណាដែលមានមនុស្សច្រើនមហាសាលរស់នៅក្នុងចក្រវាលផ្សេងក៏មាននោះទើបមានអ្នកដែលតាំងសេចក្តីប្រាថ្នាឲ្យរួចផុតអំពីសង្សារវដ្តមានកាន់តែច្រើនឡើងមហាសាលដូច្នេះអ្នកដែលតាំងសេចក្តីប្រាថ្នានៅក្នុងការក្លាយទៅជាព្រះពោធិសត្វក៏មានច្រើនដូចគ្នាក៏ប៉ុន្តែព្រះពោធិសត្វភាគច្រើន
ក៏មិនអាចคล้ายទៅជាព្រះសម្មាសម្ពុទ្ធទាំងអស់បានដែរព្រោះការคล้ายទៅជាព្រះសម្មាសម្ពុទ្ធបានគឺទាល់តែកាលនៅជាពោធិសត្វត្រូវឆ្លងកាត់ឧបសគ្គលក្ខខណ្ឌដ៏សែនលំបាកក្រៃលែងបំផុតនៅក្នុងលោកព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គត្រូវឆ្លងកាត់ការសាងបារមីរហូតដល់30ឲ្យគ្រប់បរិបូរណ៍ទើបអាចមានបុណ្យបារមីគ្រប់ហើយព្រះអង្គនឹងត្រាស់ដឹងធម៌ដោយព្រះអង្គឯងคล้ายទៅជាព្រះអរហន្តសម្មាសម្ពុទ្ធតើបារមីគឺជាអ្វីបារមីគឺជាការសាងនៅសេចក្តីល្អគឺបុណ្យដោយការយកសាច់យកឈាមយកជីវិតជាដើមទុនដើម្បីធ្វើនៅសេចក្តីល្អហើយជួយអ្នកដទៃព្រះពោធិសត្វទាំងឡាយមិនថាកើតមកប៉ុន្មានភពប៉ុន្មានជាតិគឺត្រូវតែសាងបុណ្យសន្សំបារមីទាំង10ដោយមានចែកចេញជា3រួមទាំងអស់ទៅគឺ30មិនថាបារមីឧបបារមីនិងបរមត្ថបារមីដោយព្រះសម្មាសម្ពុទ្ធរបស់យើងទ្រង់បានសម្ដែងថាព្រះអង្គផ្ទាល់កាលពេលដែលសាងបារមីជាព្រះពោធិសត្វនោះគ្រាន់តែការលះបង់គ្រាប់ភ្នែកធ្វើជាទានដើម្បីជួយអ្នកដទៃគឺវាច្រើនជាងផ្កាយដែលរះនៅលើមេឃទៅទៀតហើយព្រះអង្គបានលះបង់សាច់ឈាមធ្វើជាទានដើម្បីជួយអ្នកដទៃក៏ច្រើនជាងផែនដីហើយនឹងទឹកសមុទ្រនៅក្នុងលោកនេះទៅទៀតបើសិនជាការបរិច្ចាគសីស័កក្បាលដើម្បីកាត់ផ្ដាច់លះបង់ជីវិតដើម្បីសាងបារមីដើម្បីជួយអ្នកដទៃក្បាលនោះមានចំនួនច្រើនជាងផ្លែដូងដែលរួមចូលគ្នាទាំងអស់នៅក្នុងលោកនៅលើផែនដីទៅទៀតដូច្នេះហើយដោយសារតែលក្ខខណ្ឌនៅក្នុងការคล้ายទៅជាព្រះសម្មាសម្ពុទ្ធលំបាកក្រៃលែងពេកទើបធ្វើឲ្យព្រះពោធិសត្វមានចំនួនតិចតួចណាស់ដែលអាចឆ្លងផុតធ្វើគ្រប់លក្ខខណ្ឌដ៏សែនលំបាកនេះហើយបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធបានអ្នកដែលអាចឆ្លងកាត់អំពីលក្ខខណ្ឌនេះបានមានតិចតួចបើធៀបជាមួយនឹងព្រះពោធិសត្វដែលប្រាថ្នានៅក្នុងលោកនេះហើយបន្ទាប់ពីបរិច្ចាគលះបង់ជីវិតបុណ្យបារមីគ្រប់ហើយទើបបានទទួលការព្យាករណ៍ដែលទៀងថានឹងបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធពិតប្រាកដព្រះសម្មាសម្ពុទ្ធរបស់យើងអង្គពេលបច្ចុប្បន្នបន្ទាប់ពីមានការអធិដ្ឋាននៅក្នុងផ្ទៃមហាសមុទ្រកាលពី20អសង្ខ័យនិង100,000ផែនដីមុនរួចទៅហើយលោកក៏បានគិតនៅក្នុងចិត្តរហូតដល់7អសង្ខ័យហើយបុណ្យបារមីរបស់លោកធ្វើបន្តទៀតលន់វាចាប្រាប់មនុស្សទេវតាព្រមឲ្យគេបានដឹងថាលោកប្រាថ្នាបែបហ្នឹងលោកត្រូវប្រើពេលវេលាសន្សំបុណ្យបារមីរហូតដល់9អសង្ខ័យថែមទៀតបន្ទាប់មកក៏ទទួលបានការព្យាករណ៍ជាមួយនឹងព្រះសម្មាសម្ពុទ្ធអង្គណាមួយដើម្បីឲ្យទៀងថានឹងបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធពិតប្រាកដដោយមិនមានអ្វីផ្លាស់ប្ដូរក៏ប៉ុន្តែបន្ទាប់ពីទទួលបានការព្យាករណ៍ថានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយក៏ដោយក៏ត្រូវសាងបុណ្យបារមីទ្វេគុណថែមទៀតរហូតដល់4អសង្ខ័យនិង100,000ផែនដីថែមទៀតទើបសេចក្តីប្រាថ្នាការអធិដ្ឋានការពោលវាចានិងការចុះអនុវត្តធ្វើនៅក្នុងការសាងបុណ្យបារមីឧបបារមីបរមត្ថបារមីធ្វើដោយមិនរាថយលះបង់ជីវិតជាដើមទុនដែលមិនស្ដាយស្រណោះព្រះពោធិសត្វទាំងឡាយត្រូវបរិច្ចាគនៅទ្រព្យសម្បត្តិបរិច្ចាគមនុស្សជាទីស្រឡាញ់មិនថាបុត្រភរិយាឬក៏សូម្បីតែអវយវៈដៃជើងគ្រាប់ភ្នែករួមទាំងជីវិតគ្រប់បែបយ៉ាងទាល់តែបុណ្យបារមីគ្រប់ទើបអាចคล้ายទៅជាព្រះសម្មាសម្ពុទ្ធបានដូច្នេះហើយទម្រាំតែព្រះអង្គបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធបានព្រះអង្គត្រូវលះបង់ជីវិតដើម្បីជួយអ្នកដទៃទោះបីជាព្រះអង្គលំបាកវេទនាក្រៃលែងបែបណាក៏ដោយក៏ព្រះអង្គមិនរុញរាមិនរាថយដែរបន្ទាប់ពីបុណ្យបារមីរបស់ព្រះអង្គគ្រប់បរិបូរណ៍ហើយនៅក្នុងជាតិចុងក្រោយព្រះអង្គក៏បានคล้ายទៅជាព្រះរាជបុត្រសិទ្ធត្ថៈបានចេញបួសហើយក៏ធ្វើទុក្ខរិកិរិយាដ៏ក្រៃលែងដែលគ្មានអ្នកណាដែលអាចធ្វើបានដូចព្រះអង្គទៀតនោះនៅទីបំផុតព្រះអង្គក៏បានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សដែលយើងឮតគ្នាជាប្រចាំហើយថ្ងៃដែលព្រះអង្គបានសម្រេចនៅសេចក្តីប្រាថ្នារបស់ព្រះអង្គបានคล้ายទៅជាព្រះអរហន្តសម្មាសម្ពុទ្ធគ្រប់បរិបូរណ៍ 100% នោះគឺជាថ្ងៃដែលព្រះអង្គបានសម្ដែងនៅធម្មចក្រកប្បវត្តនសូត្របានដូច្នេះហើយព្រះសម្មាសម្ពុទ្ធសមណគោតមរបស់យើងព្រះអង្គកសាងបារមីបែបបញ្ញាធិកៈត្រូវប្រើពេលវេលារហូតដល់20អសង្ខ័យនិង100,000ផែនដីទើបព្រះអង្គបានคล้ายទៅជាព្រះសម្មាសម្ពុទ្ធគ្រប់បរិបូរណ៍ហើយអ្នកខ្លះក៏នៅសង្ស័យថាតើមួយអសង្ខ័យនឹងប៉ុន្មានដោយព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គទ្រង់បានឧបមាថាអសង្ខ័យគឺជាអ្វីដែលមិនអាចរាប់បានក៏ប៉ុន្តែបើសិនជាឲ្យឧបមាឲ្យយើងរាប់ចំនួនគ្រាប់ទឹកភ្លៀងដែលភ្លៀងធ្លាក់ពីលើអាកាសមកហើយភ្លៀងទាំងយប់ទាំងថ្ងៃចំនួន3ឆ្នាំភ្លៀងទូទាំងពិភពលោករហូតដល់លិចចក្រវាឡ3ឆ្នាំបើសិនជាយើងអាចរាប់ចំនួនគ្រាប់ទឹកភ្លៀងទាំងអស់នៅក្នុងចក្រវាឡទាំង3ឆ្នាំនឹងបាននោះហើយគឺជាចំនួន1អសង្ខ័យដូច្នេះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រូវកសាងបារមី20អសង្ខ័យនិង100,000ផែនដីបានន័យថាផែនដីដែលកើតឡើងហើយមានមនុស្សរស់នៅដូចយើងសពថ្ងៃនេះរហូតដល់ផែនដីត្រូវឆេះរលាយទៅវិញរាប់ទុកថាមួយផែនដីច
ចុះទម្រាំតែមួយអសង្ខ័យផែនដីហើយក្នុងមួយផែនដីទម្រាំតែកើតឡើងហើយឆេះផែនដីត្រឡប់ទៅវិញថាតើយើងកើតប៉ុន្មានភពប៉ុន្មានជាតិនេះគឺជាជីវិតនៅក្នុងការកសាងបុណ្យបារមីរបស់ព្រះពោធិសត្វក្នុងការក្លាយទៅជាព្រះសម្មាសម្ពុទ្ធដែលព្រះអង្គមានជីវិតជាមនុស្សធម្មតាម្នាក់តាំងពីយូរលង់ណាស់មកហើយរហូតបានក្លាយទៅជាព្រះសម្មាសម្ពុទ្ធដែលមនុស្សភាគច្រើនមិនដែលបានដឹងរហូតដល់ព្រះអង្គមានបុណ្យបារមីគ្រប់បរិបូរណ៍ដែលអ្នកណាក៏ដោយដែលបានធ្វើបុណ្យជាមួយនឹងព្រះអង្គរមែងបានបុណ្យមហាសាលហើយអ្នកណាដែលធ្វើសេចក្តីមិនល្អចំពោះព្រះអង្គសូម្បីតែគិតនៅក្នុងចិត្តក៏បាបមហាសាលដូចគ្នាហើយការដែលព្រះអង្គត្រូវកសាងបុណ្យកសាងបារមីដែលយូរអង្វែងយូរសែនយូរដល់ថ្នាក់នេះព្រះអង្គមានហេតុផលតែមួយគត់នោះគឺដើម្បីជួយសង្គ្រោះអ្នកដទៃឲ្យជួបនៅធម៌អមតៈឲ្យរួចផុតចាកទុក្ខដូចជាមួយនឹងព្រះអង្គដែរ